មេរៀនទី11បញ្ហាទូទៅក្នុងពិភពលោកអរិយាពេលដ៏យូរមកហើយគេតែងនិយាយថាបញ្ហាសង្គ្រាមនិងសន្តិភាពជាបញ្ហាដ៏ស្រួចស្រាលប្រឈមនឹងការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជនលើសកលលោកមកដល់ទសវត្សរ៍ឆ្នាំ80នៃសតវត្សរ៍ទី20គេបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារបញ្ហារួមលើពិភពលោកបានលេចឡើងជាច្រើនទៀតដែលគំរាមកំហែងដល់ការរស់នៅរបស់ប្រជាជនលើសកលលោកទាំងមូលបញ្ហាទាំងនោះរួមមានបញ្ហាបរិស្ថានបញ្ហាកំណើនប្រជាជនបញ្ហាជនអន្តោប្រវេសន៍បញ្ហាសន្តិសុខស្បៀងបញ្ហាភាវរកម្មអន្តរជាតិ 1. បញ្ហាបរិស្ថានរយៈពេលកន្លងទៅជាច្រើនសតវត្សរ៍មកហើយមនុស្សលោកចិញ្ចឹមជីវិតដោយសារការទទួលបានភោគផលពីធម្មជាតិប៉ុន្តែគេពុំបានគិតអំពីផលលំបាកនៅពេលដែលសម្បត្តិដ៏ស្តុកស្តម្ភនេះត្រូវបានបាត់បង់នោះឡើយទីបំផុតបញ្ហានេះបានក្លាយជាបញ្ហាមួយដ៏ស្រួចស្រាលគំរាមកំហែងដល់ជីវិតសត្វទាំងមូលនេះបណ្ដាលមកពីមហន្តរាយបរិស្ថានរតែស្មុគស្មាញថែមទៀតធម្មជាតិខ្លួនឯងមិនអាចនឹងស្ដារឡើងវិញនៅអ្វីដែលគេបាត់បង់ទៅហើយនោះទេគ្រោះធម្មជាតិបណ្ដាលមកពីការខូចខាតធម្មជាតិដែលពីមុនមកគេសឹងតែមិនដែលឃើញមានដូចជាការរំជួយផែនដីកំណើនកម្ដៅផែនដីទឹកជំនន់ភាពរាំងស្ងួតបាតុភូតបែបនេះលេចឡើងដោយសារកម្លាំងធម្មជាតិនិងសកម្មភាពរបស់មនុស្សដែលធ្វើឲ្យខូចខាតដល់ធម្មជាតិជាការពិតណាស់កំណើនមនុស្សកាន់តែច្រើនតម្រូវការសម្ភារៈក៏កាន់តែច្រើនផងដែរដូច្នេះដើម្បីបម្រើសេចក្តីត្រូវការរបស់ខ្លួនមនុស្សត្រូវការកែច្នៃទាញយកប្រយោជន៍ពីប្រភពធម្មជាតិកាន់តែខ្លាំងប៉ុន្តែទំហំនៃលទ្ធភាពធម្មជាតិមានកម្រិតការធ្លាក់ចុះនៃបរិស្ថានធម្មជាតិទាក់ទងយ៉ាងស្អិតរមួតទៅនឹងធាតុសំខាន់មួយចំនួនគឺបរិយាកាសនិងអាកាសធាតុធនធានទឹកនិងមហាសមុទ្រដីស្រទាប់ផែនដីសម្រាប់ដំណាំនិងព្រៃឈើរុក្ខជាតិនិងសត្វសារធាតុបំពុលអាកាសធាតុក៏កើតឡើងដោយសារកាកសំណល់ពីរោងចក្រនិងផ្សែងយានយន្តមានឥទ្ធិពលទៅលើបរិស្ថាននិងមានគ្រោះថ្នាក់បំផុតគេបានរកឃើញសារធាតុជាង200មុខនៅក្នុងតំបន់ឧស្សាហកម្មស្លុកដែកចម្រាញ់ប្រេងកាតផលិតកម្មគីមីរោងចក្រផលិតជីសារធាតុពុលមានគម្រិតគ្រោះថ្នាក់កាន់តែខ្ពស់ថែមទៀតនៅក្នុងតំបន់ឧស្សាហកម្មថាមពលបរមាណុសារធាតុពុលទាំងអស់នេះអាចនាំគ្រោះថ្នាក់មិនត្រឹមតែទៅលើសុខភាពនិងជីវិតមនុស្សប៉ុណ្ណោះទេថែមទាំងនាំឲ្យខូចខាតដល់រុក្ខជាតិជីវិតសត្វក្នុងតំបន់ទាំងមូលឥទ្ធិពលនៃភាពកខ្វក់នៅក្នុងបរិយាកាសពុំមានព្រំដែនឡើយគ្រោះថ្នាក់មួយទៀតកើតឡើងដោយសារការបាត់បង់ស្រទាប់អូសូននៅក្នុងបរិយាកាសដែលបណ្ដាលមកពីសារធាតុពុលពីកាកសំណល់រោងចក្រនៅឆ្នាំ1986បានលេចឡើងនៅការធ្លុះស្រទាប់អូសូននៅតំបន់អង់តាក់ទិកហើយរំលងបាន10ឆ្នាំនៅតំបន់កោះគុតរុស្ស៊ីបានឡើងនៅបាតុភូតមួយដែលអាចសន្មតថាជាការធ្លុះស្រទាប់អូសូនស្រទាប់អូសូនកាន់តែស្ដាងទៅនៅតំបន់ប៉ូលខាងជើងនិងប៉ូលខាងត្បូងអាចធ្វើឲ្យស្ថានភាពផែនដីកើនឡើងបង្កគ្រោះថ្នាក់បំផុតដល់ភាវៈរស់នៅលើផែនដីដោយកាំរស្មីស្វ័យអ៊ុលត្រារបស់ព្រះអាទិត្យសារធាតុបំពុលបរិយាកាសក៏អាចនាំឲ្យមានកង្វក់បរិយាកាសភ្លៀងអាស៊ីតបំពុលរុក្ខជាតិនិងជីវិតសត្វលោកទៀតផងក្រៅពីអ្វីដែលបានរៀបរាប់ខាងលើសារធាតុបំពុលដែលចេញពីរោងចក្រនាំឲ្យបរិយាកាសកខ្វក់បច្ចុប្បន្នគេសង្កេតឃើញមានសារធាតុបំពុលកើតដោយសារទង្វើរបស់មនុស្សដូចជាកាបូនឌីអុកស៊ីតកើតពីការដុតព្រៃសារធាតុក្លូរ៉ូហ្វ្លុយអូរ៉ូកាបូនកើតពីហ្គាសផ្ទុះទឹកកកម៉ាស៊ីនត្រជាក់រថយន្តជាដើមបញ្ហាកង្វះទឹកស្អាតបានក្លាយជាបញ្ហាចោទយ៉ាងធ្ងន់ធ្ងរនៅពេលបច្ចុប្បន្នគេសង្កេតឃើញមានទឹកទន្លេស្រកចុះបឹងនិងទឹកស្ទឹងមួយចំនួនចាប់ផ្ដើមរីងស្ងួតសេចក្តីត្រូវការទឹកកាន់តែកើនឡើងប៉ុន្តែប្រភពទឹកកាន់តែថយចុះដោយសារសេចក្តីត្រូវការលើវិស័យកសិកម្មគេបានបូមទឹកស្រោចស្រពឲ្យយ៉ាងច្រើនបណ្ដាលឲ្យបឹងស្ទឹងទន្លេតូចៗរីងស្ងួតហួតហែងសប្តាហ៍ថ្ងៃនេះមានប្រទេសចំនួនជាង80ដែលមានប្រជាជន 40% នៃប្រទេសការចោលសម្រាមជាកាកសំណល់ពីរោងចក្របានធ្វើឲ្យខូចបរិស្ថានទាំងក្នុងទឹកនិងលើគោកក្លាយជាអាងស្តុកជាតិពុលដែលមានសារធាតុវិទ្យុសកម្មបន្ទាប់ពីការសាកល្បងអាវុធបរមាណុនៃប្រទេសអភិវឌ្ឍន៍ជាពិសេសតាមឆ្នេរសមុទ្រកាកសំណល់ពីការធ្លាយប្រេងនាវាដឹកប្រេងនៅក្នុងមួយឆ្នាំមិនតិចជាង 1.5 លានតោនឡើយគេពុំទាន់បានសិក្សាលើមហន្តរាយដោយសារបញ្ហានេះឲ្យបានដិតដល់នៅឡើយទេបញ្ហាដ៏គួរឲ្យព្រួយបារម្ភបំផុតនាពេលបច្ចុប្បន្ននេះគឺជាការរិចរើស្រទាប់ដីដាំដំណាំគ្រាន់តែរយៈពេល3ទសវត្សរ៍ចុងក្រោយនេះដីដាំដំណាំដីព្រៃឈើប្រែក្លាយជាវាលរហោលហេវគ្មានដំណាំគ្មានព្រៃឈើខ្សោះប្រើការលែងកើតបានកើនឡើង30ដង
នេះជាគ្រោះអាសន្នមួយយ៉ាងធំដែលគេឲ្យឈ្មោះថាគ្រោះអាសន្នផែនដីនេះមិនមែនបានរាប់បញ្ចូលក្នុងគណៈដែលមានសង្គ្រាមបរមាណូផ្ទុះឡើងផងទេប្រភពពីរយ៉ាងដ៏សំខាន់ដែលនាំឲ្យខូចស្រទាប់ផែនដីនេះបើយើងមិននិយាយអំពីឥទ្ធិពលនៃបរិយាកាសគឺជាការប្រែជាសរីរាង្គថ្នាំបំពុលក្នុងដាំដំណាំនិងប្រភពមួយទៀតដ៏សំខាន់គឺការកាប់ទន្ទ្រានព្រៃឈើមិនត្រឹមតែជាប្រភពស្រូបយកនិងស្តុកអុកស៊ីសែនដ៏សំខាន់ប៉ុណ្ណោះទេវាក៏ជាប្រភពសម្រាប់សម្រួលឲ្យមានលំនឹងបរិយាកាសដ៏ល្អប្រសើរថែរក្សាអាកាសធាតុមិនឲ្យក្តៅពេកមិនឲ្យត្រជាក់ពេកក្រៅពីនេះព្រៃឈើជាប្រភពផ្ដល់ឲ្យមនុស្សនូវវត្ថុធាតុដើមជាច្រើនដូចជាថ្នាំសង្កូវរូបផលក្តារជម្រកសត្វផលិតផលដែលបានមកពីប្រភពព្រៃឈើជាទំនិញដ៏ប្រសើរបំផុតនៅលើទីផ្សារអន្តរជាតិមួយទសវត្សរ៍ចុងក្រោយនៅលើផែនដីបានបាត់បង់ព្រៃឈើអស់1/3ក្នុងចំណោមនេះនៅទ្វីបអាហ្វ្រិកអស់ជាងពាក់កណ្ដាលទ្វីបអាស៊ីអស់2/3អាមេរិកឡាទីនអស់1/3ធៀបទៅនឹងព្រៃឈើដែលធ្លាប់មានក្រៅពីការកាប់យកឈើបែបអនាធិបតេយ្យព្រៃឈើត្រូវបាត់បង់ដោយសារការកាប់ធ្វើអុសនៅក្នុងប្រទេសអន្តរដោយសារការកាប់បំផ្លាញព្រៃឈើត្រូវក្រីកខ្ទាំជារៀងរាល់ឆ្នាំមិនតិចជាង10លានហិកតានោះទេការបាត់បង់ព្រៃឈើបានធ្វើឲ្យបាត់បង់ជីវៈចម្រុះនៅលើដីនេះជាឥទ្ធិពលមួយយ៉ាងអាក្រក់ប៉ះពាល់ទៅដល់ការរស់រានមានជីវិតរបស់មនុស្សសត្វនិងរុក្ខជាតិទាំងអស់នៅក្នុងធម្មជាតិទាំងមូលគ្រាន់តែមួយសតវត្សរ៍ចុងក្រោយព្រៃឈើបានបាត់បង់និងផុតពូជអស់ជាង1លានប្រភេទរុក្ខជាតិជាង25,000ប្រភេទមិនត្រឹមតែប៉ុណ្ណោះពូជសត្វស្រុករាប់រយប្រភេទក៏ត្រូវបានបាត់បង់ជីវិតផងដែរការបាត់បង់ជីវៈចម្រុះនឹងក្លាយទៅជាមហន្តរាយមួយយ៉ាងធំសម្រាប់មនុស្សជាតិទាំងមូលការវាយតម្លៃរបស់អ្នកឯកទេសបានឲ្យដឹងថាដល់ឆ្នាំ2008ជីវៈចម្រុះនឹងត្រូវបាត់បង់ពី10ទៅ15%ថែមទៀតនេះជាបញ្ហាដ៏លំបាកដែលត្រូវទាមទារឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នាគឺរិះរកវិធីយ៉ាងណាដើម្បីកែឥរិយាបថមនុស្សក្នុងទំនាក់ទំនងរបស់ពួកគេជាមួយធម្មជាតិ